នៅក្នុងពិភពជំនួយនៅលើពិភពលោកមានបុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ថាគឺជានិមិត្តរូបនៃភាពជោគជ័យនិងការតស៊ូលោកគឺជាបុគ្គលម្នាក់ដែលបានចាក់ចែងពីភាពក្រីក្រនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងបានមកកសាងក្រុមហ៊ុន Hyundai ដ៏ធំមួយឲ្យក្លាយជាក្រុមហ៊ុនដ៏ល្បីល្បាញនិងមានឥទ្ធិពលបំផុតនៅលើពិភពលោកថ្ងៃនេះយើងនឹងមកស្វែងយល់អំពីជីវប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍និងការដឹកនាំដ៏ឆ្នើមរបស់លោកជុងជូយុងដែលបានផ្លាស់ប្ដូរមុខមាត់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងឲ្យឈានដល់ពិភពលោក 50잔씩 이제 주고 한 달에 50잔씩 주고 이제 세 방으로 갔는데 밥은 저녁에 그 방에다가 불을 떼야지 하니까 거는걸 해야지 하니까 លោកជុងជូយុងកើតនៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ1915នៅទីជនបទមួយនៃប្រទេសកូរ៉េខាងជើងក្នុងនាមជាកូនប្រុសច្បងក្នុងគ្រួសារកសិករដ៏ក្រីក្រមួយលោកត្រូវបានរំពឹងថានឹងបន្តអាជីពកសិករដោយឪពុកម្ដាយរបស់គាត់ដែរប៉ុន្តែក្នុងចិត្តរបស់លោកគឺលោកចង់បានជីវភាពមួយដែលប្រសើរជាងនេះនៅក្នុងអាយុ18ឆ្នាំលោកក៏បានសម្រេចចិត្តរត់ចេញពីផ្ទះជាលើកទី3ដើម្បីមានលុយធ្វើដំណើរទៅទីក្រុងសេអ៊ូលលោកក៏បានលួចលក់គោឪពុករបស់លោកមួយក្បាលដោយសង្ឃឹមថានឹងអាចរកការងារធ្វើដើម្បីផ្លាស់ប្ដូរវាសនាបាននៅក្នុងទីក្រុងលោកបានធ្វើការងារជាច្រើនដូចជាកម្មករសំណង់និងកម្មកររោងចក្រផលិតឡានដឹកទំនិញនៅពេលដែលលោកសន្សំប្រាក់បានគ្រប់គ្រាន់លោកក៏បានបើកហាងលក់បាយតូចមួយនៅក្នុងឆ្នាំ1938មុខរបរនេះជាអាជីវកម្មដំបូងគេបំផុតរបស់លោកប៉ុន្តែត្រូវបានបិទទ្វារទៅវិញបន្ទាប់ពីរបបអាណានិគមជប៉ុនបានចេញគោលនយោបាយមកយ៉ាងតឹងរ៉ឹងបន្ទាប់ពីកូរ៉េទទួលឯករាជ្យពីជប៉ុនលោកជុងជូយុងក៏ចាប់ផ្ដើមបើកកន្លែងជួសជុលឡានមួយកន្លែងក្រោយមកលោកក៏បានបញ្ចូលអាជីវកម្មរបស់គាត់ជាមួយនឹងក្រុមហ៊ុនសំណង់ហើយក៏បានបង្កើតក្រុមហ៊ុន Hyundai ឡើងនៅក្នុងឆ្នាំ1947ក្រុមហ៊ុននេះបានក្លាយទៅជាកម្លាំងជលករដ៏សំខាន់នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កូរ៉េឡើងមកវិញបន្ទាប់ពីសង្គ្រាមកូរ៉េបានបញ្ចប់តាមរយៈភាពជាអ្នកដឹកនាំដ៏មានចក្ខុវិស័យលោកបានបង្រីកក្រុមហ៊ុនរបស់ខ្លួនទៅក្នុងឧស្សាហកម្មជាច្រើនដូចជាឧស្សាហកម្មផលិតកប៉ាល់និងឧស្សាហកម្មផលិតរថយន្ត Hyundai Motor ដែលបានបង្កើតឡើងនៅឆ្នាំ1967ហើយក៏បានរួមចំណែកមួយយ៉ាងធំនៅក្នុងការប្រែក្លាយប្រទេសកូរ៉េខាងត្បូងពីប្រទេសក្រីក្រទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយដូចសពថ្ងៃលោកត្រូវបានគេស្គាល់ថាគឺជាមេដឹកនាំដែលហ៊ានបន្ថយនឹងការច្នៃប្រឌិតខ្ពស់ឧទាហរណ៍នៅពេលដែលលោកសម្រេចចិត្តសាងសង់កប៉ាល់យក្សមួយគ្រឿងលោកគ្មានបទពិសោធន៍ទាល់តែសោះក៏ប៉ុន្តែលោកអាចបញ្ចុះបញ្ចូលអតិថិជនរបស់លោកឲ្យជឿជាក់នៅលើសមត្ថភាពរបស់លោកបានក្រោមការដឹកនាំរបស់លោកជុងជូយុងក្រុមហ៊ុន Hyundai ក្លាយទៅជាក្រុមហ៊ុនធំជាងគេមួយនៅកូរ៉េខាងត្បូងហើយលោកក៏បានចំណាយទ្រព្យសម្បត្តិរបស់លោកមួយចំណែកធំនៅក្នុងការងារសប្បុរសធម៌ផងដែរដូចជាការបង្កើនមូលនិធិ ASEAN ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍសង្គមនិងបានបង្រួបបង្រួមជាតិកូរ៉េលោកបានទទួលមរណភាពនៅក្នុងឆ្នាំ2001ប៉ុន្តែកេរ្តិ៍ឈ្មោះនិងកេរដំណែលរបស់លោកបានបន្តរស់រានមកដល់សព្វថ្ងៃនេះតើអ្នកយល់ឃើញយ៉ាងណាចំពោះជីវិតនិងការដឹកនាំរបស់លោកជុងជូយុងសូមចែករំលែកគំនិតរបស់អ្នកនៅខាងក្រោមខមមិន